អាមេរិកប្រកាសដកបម្រាមការលក់សប៉ាវុធởកម្ពុជានិងព្រមព្រៀងធ្វើសមាយុទ្ធឆ្មាំអង្គរឡើងវិញសហរដ្ឋអាមេរិកបានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី26ខែតុលាថារដ្ឋបាលអាមេរិកនឹងលុបចោលបម្រាមលើការលក់សប៉ាវុធមកឲ្យប្រទេសកម្ពុជាហើយភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងរៀបចំសមាយុទ្ធឆ្មាំអង្គរឡើងវិញក្រោយអាខានអស់ជិត10ឆ្នាំមិនត្រឹមតែប៉ុណ្ណោះសេតវិមានបានបន្ថែមថាសហរដ្ឋអាមេរិកនឹងបង្កើនកៅអីឲ្យសិទ្ធិនិស្សិតខ្មែរទៅសិក្សាជំនាញកងទ័ពនៅសាលាបណ្ឌិតយោធាអាមេរិកមួយចំនួនទៀតដូចជាបណ្ឌិតសភាយោធាជើងគោក West Point និងបណ្ឌិតសភាទ័ពអាកាសរួមមានប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុនម៉ាណែតនិងប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្រៅក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃទី26ខែតុលាសហរដ្ឋអាមេរិកនឹងដកបម្រាមលើការលុកអាវុធមកឲ្យប្រទេសកម្ពុជាដែលលើកហេតុផលថាកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងលើការកសាងសន្តិភាពនិងសន្តិសុខមួយវិញទៀតភាគីទាំងពីរបានយល់ព្រមគ្នាថានឹងរៀបចំសមាយុទ្ធឆ្មាំងអង្គរជាមួយគ្នាឡើងវិញបន្ទាប់ពីការធ្វើលំហាត់សឹករួមគ្នាលើកចុងក្រោយនៅឆ្នាំ2017យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សន្តិវិមានដដែលកម្ពុជានិងសហរដ្ឋអាមេរិកថែមទាំងបានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងក្រុមជួញដូរគ្រឿងញៀននិងឧក្រិដ្ឋជនអនឡាញដែលបានឆបោកប្រាក់របស់ពលរដ្ឋអាមេរិកអស់ប្រមាណជាង$14 លានញ៉ាវិភាគភូមិសាស្ត្រនយោបាយលោកបណ្ឌិតយងពៅមើលឃើញថាភាពមិនទុកចិត្តគ្នានិងទំនាក់ទំនងដែលធ្លាប់លក់កកកន្លងមកកំពុងឈានទៅរកភាពល្អប្រសើរឡើងវិញលើគ្រប់វិស័យតាមរយៈការកសាងទំនុកចិត្តគ្នារវាងភាគីកម្ពុជានិងសហរដ្ឋអាមេរិកក្នុងដំណាក់កាលនេះលោកបណ្ឌិតយងពៅបានកត់សម្គាល់ឃើញថាទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកបានឈានមកដល់របត់មួយដែលល្អប្រសើរជាងមុនខណៈកម្ពុជាក៏នៅតែបង្ហាញពីជំហរមិនតទន់ឬលំអៀងទៅរកមហាអំណាចណាមួយជាការកត់សម្គាល់ជាង70ឆ្នាំមកនេះទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកនៅតែមានរសជាតិល្វីងច្រើនជាងរសជាតិផ្អែមល្វីងក៏ព្រោះតែ Washington ទៅអ្នកវិភាគខ្លះមើលឃើញថាបានសម្លឹងមកកម្ពុជាដោយសង្ស័យថាកម្ពុជាកំពុងមានទំនោរយ៉ាងខ្លាំងទៅទីក្រុងប៉េកាំងដែលជាដៃគូប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយរបស់ខ្លួនជាក់ស្ដែងសហរដ្ឋអាមេរិកបានចោទប្រកាន់កម្ពុជាកន្លងមកថាបានបោកដៃឲ្យចិនសាងសង់មូលដ្ឋានទ័ពនៅក្នុងកំពង់ផែកងទ័ពជើងនរៀមរបស់កម្ពុជាក្រោមលេសថាធ្វើទំនើបកម្មមូលដ្ឋានទ័ពនិងក្រោយពេលដែលកម្ពុជាបានវាយកំទេចសំណង់អគារដែលជាជំនួយរបស់សហរដ្ឋអាមេរិកទំនាក់ទំនងដែលមិនសូវស្គាល់រសជាតិផ្អែមនេះកាន់តែមានរសជាតិល្វីងឡើងនៅពេលដែលសហរដ្ឋអាមេរិកតែងយកបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យមកសង្កត់កកម្ពុជា